បាទសួស្តីបងប្អូនកូនមួយទាំងអស់គ្នាជាទីនឹកលឹកបាទថ្ងៃនេះថ្ងៃទី13ខែ12បាទធៀបពិតទៅថ្ងៃនេះគឺជាថ្ងៃមួយដែលខ្ញុំត្រូវនាំយកអំណោយយកចែកជូនទៅដល់បងប្អូនភៀសទឹកនៅឯខេត្តកំពង់ធំប៉ុន្តែដោយសារតែយប់មិញម៉ោង2ជាងទៅហើយគេងអត់ទាន់លក់បើកមើលព័ត៌មានទៅឃើញព័ត៌មានពីពុកថៃវាតម្លាក់គ្រាប់នៅឯខេត្តកោះកុងចឹងទៅឃើញសកម្មភាពបងប្អូនជាពលរដ្ឋយើងនាំគ្នាភៀសខ្លួនមានច្រើនចឹងហើយធ្វើអារម្មណ៍នឹងវាក្តុកក្តួលផ្លូវចិត្តនឹងវាមិនល្អចឹងដល់តែថ្ងៃនេះក៏លុបចោលខនសែលអត់បានទៅចូលរួមចែកអំណោយទេប៉ុន្តែទោះជាមិនបានទៅចូលរួមចែកអំណោយក៏ដោយបាទធៀបពិតទៅគឺខ្ញុំបានផ្ញើជាថវិកាតាមអ្នកបរាយចិត្តធរហ៊ុនស៊ីណាតចំនួន$1000ហ្នឹងដើម្បីចែកជាស្បៀងអាហារទិញជាសម្ភារៈអីដើម្បីចែកជូនបងប្អូននៅកំពង់ធំទោះជាមិនបានទៅក៏រំខានអ្នកម៉ាក់បាទអ្នកម៉ាក់ក៏គាត់អញ្ជើញទៅដែរបាទចឹងក៏សូមអធិស្ឋានដែរដល់អ្នកម៉ាក់ដែលខ្ញុំខកខានអត់បានចូលរួមចំណែកជាមួយធ្វើដំណើរទៅជាមួយដោយសារផ្លូវចិត្តហ្នឹងវាមានអារម្មណ៍ថាអត់ស្រួលសោះបាទអត់ស្រួលក្តីបារម្ភហ្នឹងវាមិនត្រឹមតែមិនស្រួលវាឈឺចាប់ខ្លាំងពេកបាទអញ្ចឹងនឹកឃើញថាជូនឲ្យតាថវិកាតាមអ្នកម្ដាយទៅក៏បានដែរបាទហើយហេតុអីបានតែធ្វើវីដេអូនេះឡើងនេះបងប្អូនដោយសារតែមានកូនសិស្សឬក៏បងប្អូនមួយចំនួនហ្នឹងគាត់ខលមកផងគាត់ខមមិនមកផងគាត់សួរថាលោកគ្រូពាក់ព័ន្ធមួយសង្គ្រាមខ្មែរសៀមតើមានវិទ្យាបាយអីដើម្បីយកឈ្នះសៀមបានអត់ទី1ទី2តើពេលណាទើបចប់សង្គ្រាមខ្មែរសៀមបាទធៀបពិតទៅបើគិតទៅណាសម្រាប់ខ្ញុំគ្រាន់តែជាគ្រូចិនសែតែប៉ុណ្ណោះគ្មានសមត្ថភាពមិនមានលទ្ធភាពដើម្បីទៅបញ្ឈប់សង្គ្រាមបានឬមួយក៏ដឹងច្បាស់ថាពេលណាត្រូវធ្វើយ៉ាងម៉េចទេប៉ុន្តែបើយោងតាមសកម្មភាពខ្ញុំបានបង្ហោះជាហូហែបាទថ្មីនេះក៏ខ្ញុំមានបង្ហោះពីការវិភាគដោយការមើលតាមតារាសាស្ត្របាទគឺខ្ញុំវិភាគហេតុផលចម្លែកពីបករន្ទះដែលខ្ញុំបានថតហើយខ្ញុំក៏ផុសចូលទៅក្នុង YouTube បាទខ្ញុំផុសចូល YouTube ហើយខ្ញុំក៏អត់ហ៊ានផុសចូលបណ្ដាញសង្គម Facebook ឬមួយក៏ TikTok អីទេបាទដោយសារតែ TikTok មានអ្នកតាមដានច្រើន Facebook មានអ្នកតាមដានច្រើនអញ្ចឹងអត់ហ៊ានទេព្រោះខ្លាចក្រែងលោវាការវិភាគរបស់ខ្ញុំព័ត៌មានរបស់ខ្ញុំតាមក្បួនតារាសាស្ត្រដែលមើលឃើញទៅថាមានហេតុផលអាក្រក់បាទនៅក្នុងវីដេអូដែលខ្ញុំបង្ហោះនៅក្នុង YouTube ហ្នឹងខ្ញុំចាំបានថាពេលនោះខ្ញុំក៏បានបញ្ជាក់ថាដោយហេតុវិភាគតាមធម្មជាតិអភូតនិហេតុដែលកើតឡើងឃើញថាវាប៉ះពាល់ខ្លាំងមែនទែនដល់ប្រទេសខ្មែរយើងនឹងបាទអញ្ចឹងមានន័យសរុបមកថាវានឹងកើតហេតុភេទមិនល្អដល់សោះដល់ប្រទេសខ្មែរយើងកើតទៅជាគេហៅពាក្យខ្មែរយើងស្រួលស្ដាប់គេហៅថាជាកលយុគអីអញ្ចឹងណាបងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូដែលខ្ញុំវិភាគពីហេតុភេទចម្លែកហ្នឹងខ្ញុំបានបង្ហោះចូលក្នុង YouTube ប៉ុន្តែខ្ញុំក៏អត់ហ៊ាននិយាយជ្រៅខ្លាំងទេបាទព្រោះវានៅក្នុងនោះខ្ញុំក៏បានបញ្ជាក់ប្រាប់ដែរថាបើខ្ញុំហ៊ានតែនិយាយទៅអស់វានឹងអាចទៅជាខ្លួនយើងហ្នឹងទៅជាអ្នកនិយាយទៅនាំឲ្យកើតការភ័យខ្លាចឬមួយក៏នាំការគេហៅថាបំផិតបំភ័យអីចឹងណាបងប្អូនបាទអញ្ចឹងហើយខ្ញុំក៏សូមអធិស្ឋានផងដែរមានន័យថាខ្ញុំបង្ហោះទៅហ្នឹងគឺខ្ញុំចង់ឲ្យមានហេតុភេទអញ្ចឹងទេប៉ុន្តែដោយសារតែកើតហេតុភេទមកអញ្ចឹងហើយយើងគ្រាន់តែវិភាគទៅដឹងប៉ុន្តែចែករំលែកទៅគឺគ្រាន់តែមួយផ្នែកតូចតែប៉ុណ្ណោះអត់ហ៊ាននិយាយរួមគឺបងប្អូនយល់ហើយណោះបាទហើយនៅក្នុងនោះបើនៅក្នុង Facebook TikTok អីខ្ញុំមានចែករំលែកពាក់ព័ន្ធជាមួយនឹងស្ថានភាពសកលលោកបាទដែលខ្ញុំបាននិយាយពាក់ព័ន្ធជាមួយរាសីប្រចាំខែ11ឬក៏ខែ12បាទដែលខ្ញុំនិយាយខ្ញុំចាំបានថាបាទសកលលោកនឹងកើតភាពវឹកវរបាទព្រោះអ្វីវាកើតឡើងដោយសារធម្មជាតិវាតម្រូវមកអញ្ចឹងបាទអញ្ចឹងនាំឲ្យផ្នែកនៃសកលលោកមួយនឹងជួប
ពីធម្មជាតិត្រូវដើរមកដល់បាទជាក់ស្ដែងដូចជាខ្ញុំក៏បានរំលឹកដែរថាប្រទេសសៀមវានឹងរងគ្រោះដោយសារទឹកបាទគឺរងគ្រោះដោយសារទឹកប៉ុន្តែប្រទេសយើងក៏កិច្ចមិនរួចដែរក៏នឹងរងគ្រោះគ្រាន់តែរងគ្រោះខុសពីប្រទេសសៀមកើតកលយុគដោយសារទឹកតែប្រទេសផ្សេងឬក៏ប្រទេសយើងនឹងកើតកលយុគដែរពាក់ព័ន្ធជាមួយនឹងភ្លើងបាទពាក់ព័ន្ធមួយភ្លើងដូចជាភ្លើងឆេះបាទអញ្ចឹងខ្ញុំក៏បានណែនាំឲ្យបងប្អូនប្រុងប្រយ័ត្នពាក់ព័ន្ធជាមួយនឹងហេតុផលកើតឡើងនៅចុងខែ11និងដើមខែ12បាទអញ្ចឹងខ្ញុំមាននៅក្នុងคลิปរបស់ហ្នឹងគឺខ្ញុំបានបញ្ជាក់កន្លែងហ្នឹងច្បាស់ណាស់ថានឹងកើតហេតុភេទនឹងឡើងនៅចុងខែ11ព្រមទាំងដើមខែ12ហើយបើកន្លងមកឥឡូវហ្នឹងណាកន្លងមកឥឡូវយើងទៅមើលទៅវិញគឺយើងឃើញថាហេតុភេទនឹងកើតឡើងយ៉ាងមានបាទដូចជាគ្រោះទឹកជំនន់នៅប្រទេសសៀមឯខាងត្បូងនៃប្រទេសសៀមហ្នឹងគឺធ្វើមនុស្សហ្នឹងងាប់រំអស់អញ្ចឹងទៅហើយនៅខាងហុងកុងបងប្អូនបានដឹងហើយនៅខាងហុងកុងគឺមានអគ្គិភ័យឆាបឆេះអគាររហូតដល់ជាង30ជាន់ហើយមានឆេះតែមួយអគារទេក្នុងថ្ងៃតែមួយហ្នឹងគឺឆេះរហូតដល់7អគារបាទហើយជាអគារខ្ពស់កប់ពពកនឹងធ្វើឲ្យមនុស្សស្លាប់បាត់បង់ជីវិតនឹង100នាក់ច្រើនបាទច្រើនអាណែកបាទហើយក៏មានគ្រោះរញ្ជួយដីអីចឹងទៅបាទនៅជប៉ុនកើតឡើងថ្មីសន្ទឹមនឹងការផ្ទុះសង្គ្រាមជាដែនខ្មែរសៀមនឹងដែរបាទអញ្ចឹងហេតុផលគឺវាមានណាវាមានដោយសារតែធម្មជាតិនៃពេលវេលាដែលកំណត់មកថាត្រូវតែជួបអីអញ្ចឹងក្នុងនោះខ្ញុំក៏បានណែនាំឲ្យកូនសិស្សព្រោះមានកូនសិស្សសួរដែរថាចោះអញ្ចឹងបើមានហេតុផលអញ្ចឹងបើតាមក្បួនហុងស៊ុយមានអីជួយបានដែរឬទេបាទជាក់ស្ដែងបងប្អូនកូនសិស្សរបស់ខ្ញុំដែលតាមដានហ្នឹងគឺសឹកតែបានដឹងទី1ទី2ភាគច្រើននៃកូនសិស្សហ្នឹងក៏បានជាវរបស់ហ្នឹងយកទៅប្រើរួចទៅហើយគឺខ្ញុំណែនាំឲ្យកូនសិស្សខ្ញុំប្រើផ្កាយ7យ័ន្តផ្កាយ7បងប្អូនបាទអញ្ចឹងកូនសិស្សខ្ញុំមានប្រើច្រើនគ្នាហើយយ័ន្តផ្កាយ7មានទាំងយ័ន្តតូចដាក់តាមខ្លួនព្រមទាំងយ័ន្តដែលដាក់នៅផ្ទះបាទដោយសារតែយ័ន្តនេះមានអត្តពលការពារបាទបញ្ជាកុំឲ្យយើងជួបហានិភ័យពាក់ព័ន្ធជាមួយនឹងព្រះអគីបាទគឺព្រះភ្លើងឬមួយគេហៅថាអគិភ័យភ្លើងអញ្ចឹងភ្លើងនឹងវាកើតឡើងដោយប្រការណាក៏ដោយមិនថាភ្លើងកើតឡើងដោយសារតែឈើដោយសារតែការដុតបំផ្លាញកើតឡើងដោយសារតែគ្រោះអគិភ័យឆាបឆេះឬក៏កើតឡើងដោយសារតែគ្រាប់រំសេវបាទគ្រាប់កំភ្លើងដែលផ្ទុះឡើងកើតទៅជាអគិភ័យហ្នឹងគឺវាកើតហេតុផលឲ្យคล้ายទៅជាអគិភ័យកើតឡើងបាទអញ្ចឹងហើយសម្រាប់កូនសិស្សដែលមានយ័ន្តហ្នឹងណាបាទបើបងប្អូនពិតជាជឿមានកុំភ្លេចមានអាយ័ន្តទូចហ្នឹងដាក់ក្នុងកាបូបដាក់ក្នុងកប៉ៅទៅណាមកណាដាក់ជាប់ខ្លួនជានិច្ចបាទអញ្ចឹងយ័ន្តផ្កាយ7ហ្នឹងគឺមានកច្ឆានុភាពការពារបញ្ជាតាំងពីគ្រោះអគ្គិភ័យគ្រោះដែលធ្វើឲ្យយើងរបួសរហូតដល់តែតាំងពីរបួសតិចទៅធ្ងន់ដល់អាយុជីវិតអីហ្នឹងគឺអាចបញ្ជាយើងបានបាទអញ្ចឹងបើមានយ័ន្តហ្នឹងហើយបងប្អូនកុំភ្លេចដាក់តាមខ្លួនឲ្យសោះតិចលុយអីមានយ័ន្តខំជាវពីខ្ញុំទៅអស់លុយដែរហើយស្រាប់យកទៅទុកកប់ចោលណាអត់ព្រមដាក់តាមខ្លួនបងប្អូនបើបងប្អូនជឿបាទបងប្អូនកុំភ្លេចយ័ន្តហ្នឹងកុំតិចយកទៅភ្លេចចោលណាអីអាហ្នឹងបើចង់បានទៀតជាវអស់លុយអាហ្នឹងណាបាទអញ្ចឹងបងប្អូនខ្ញុំសូមផ្ដែផ្ដាំទៀតបាទពាក់ព័ន្ធជាមួយនឹងគេហៅថាជំនឿចោះហ្នឹងបាទជំនឿបែបបុគ្គលបងប្អូនដែលជឿហើយបងប្អូនបានជាវហើយហ្នឹងណាកុំភ្លេចតិចលោកអត់បានយកយ័ន្តនឹងដាក់តាមខ្លួនណាបាទយកដាក់តាមខ្លួនមកបងប្អូនណាបើមានយ័ន្តកាយ7នឹងហើយព្រោះខ្ញុំជឿថាកូនសិស្សខ្ញុំភាគច្រើនមានបាទដោយសារពេលហ្នឹងគឺខ្ញុំក៏លក់ជូនកូនសិស្សក៏មិនតិចដែរកូនសិស្សដែលបានជាវយ័ន្តកាយ7ហ្នឹងមានបងប្អូនខ្លះជាវអាកាយ7ជាក្បួនដាក់តាំងផ្ទះទៀតផងបាទអ្នកដែលមានក្បួនហ្នឹងក៏ដាក់តាំងផ្ទះទៅហើយមានទាំងយ័ន្តហ្នឹងពេលយើងដើរទៅណាព្រោះទោះជាស្រុកទេសយើងកើតសង្គ្រាមអញ្ចឹងក៏ដោយបាទប៉ុន្តែការងារដែលយើងត្រូវបំពេញការងារជាប្រចាំថ្ងៃនេះយើងនៅតែធ្វើយើងនៅតែចេញទៅអញ្ចឹងមានយ័ន្តហ្នឹងដាក់តាមខ្លួនបងប្អូនណាខ្ញុំប្រែផ្ដាំទៀតបាទហើយបើពាក់ព័ន្ធថាលោកគ្រូតើមានអីដើម្បីអាចជួយបញ្ឈប់បញ្ជិះសង្គ្រាមដែលកើតឡើងជាមួយខ្មែរយើងហើយនឹងអាស៊ីពួកសៀមហ្នឹងបាទតាមកាប់ពិតទៅបើពាក់ព័ន្ធជាមួយនឹងក្បួនបក់គ្រូហុងស៊ុយតែម្ដងហ្នឹងគឺខ្ញុំដឹងថាមានក្បួនអីអាចបញ្ជិះបានប៉ុន្តែទោះជាយើងដឹងក៏ដោយ
ព្រោះអាហ្នឹងលទ្ធភាពយើងមិនអាចធ្វើទៅកើតទេព្រោះអាហ្នឹងគឺជាសមត្ថភាពរដ្ឋាភិបាលហើយបើយើងគ្រាន់តែជាគ្រូតូចតាចអញ្ចឹងទោះជាដឹងទោះជាចេះក៏យើងមិនអាចណែនាំប្រាប់ទៅហើយខាងរដ្ឋាភិបាលអីហ្នឹងជឿទេបាទអាហ្នឹងធៀបពិតនៅកន្លែងហ្នឹងបងប្អូនណាបាទអញ្ចឹងគ្រាន់តែថាមានហើយបើចេះហើយបើដឹងហើយហេតុអីក៏មិនធ្វើទៅបាទនិយាយស្រួលប៉ិនធ្វើមិនស្រួលទេបាទធ្វើមិនស្រួលទេព្រោះសម័យនេះហើយអ្នកដែលជឿមានតិចតួចណាស់បាទអូខេអញ្ចឹងនៅមានគ្រាន់តែថាខ្ញុំអាចទុះទាយដឹងទៅថ្ងៃអនាគតបែបណាបែបណីអីចឹងខ្លះៗចឹងទៅបាទបើពាក់ព័ន្ធមួយសង្គ្រាមខ្មែរថៃយើងនេះបាទបើអាចថាចង់ឲ្យវាស្រួលនោះចង់ឲ្យវាប្រក់ក្តីឡើងវិញនោះគឺមិនងាយទេបងប្អូនគឺមិនងាយទេនៅតាមក្បួនណាលុះត្រាតែឆ្លងផុតខែ2បាទឆ្លងផុតខែ2ទើបអ្វីដែលអាក្រក់អាក្រៃខែ2 2026បងប្អូនលុះត្រាតែឆ្លងផុតខែ2អាហ្នឹងបើតាមក្បួនប៉ុន្តែទោះជាឆ្លងផុតខែ2នឹងហើយក៏ដោយក៏រឿងវាមិនទាន់ស្រួលវានៅកឡុកកឆាភ្លាយរហូតដល់6ខែទៀតបាទអញ្ចឹងអានេះជាការទូទាយរបស់ខ្ញុំទេប៉ុន្តែរឿងថាពិតឬមិនពិតវាអាស្រ័យទៅលើពេលវេលាដែលយើងចាំផ្ទៀងមើលទាំងអស់គ្នាព្រោះខ្ញុំទាយបានតែខ្ញុំក៏មិនប្រកាសថាវាត្រូវតែពិតតាមអ្វីដែលខ្ញុំទាយដឹងនឹងទេអានេះយើងមើលតាមតម្រាក្បួនគឺវាទៅអញ្ចឹងបាទអញ្ចឹងសូមអធិស្ឋានដោយសារតែដោយការខ្ញុំផុសចែករំលែកពាក់ព័ន្ធមួយវិភាគទៅលើហេតុការចម្លែកកើតឡើងកាលពីមួយរយៈមុនដែលខ្ញុំទុះទាយពាក់ព័ន្ធជាមួយផ្ទះបាញ់នៅឯប្រាសាទអង្គរវត្តហើយក៏ទុះទាយមើលពីការហេតុការចម្លែកនៃផ្ទៃមេឃដែលខ្ញុំវិភាគផុសទៅចឹងគឺមានបងប្អូនខមមិនខ្លះហ្នឹងគឺជេរខ្លះទៅគាត់អត់ជឿគាត់ជេរបាទខ្លះទៅគាត់ដាក់ទំនាយមកខ្ញុំវិញអញ្ចឹងទៅបាទព្រោះអញ្ចឹងហើយចង់បញ្ជាក់ប្រាប់ថាការដែលខ្ញុំទុះទាយទៅមិនមែនខ្ញុំអះអាងថាវាពិតជាត្រូវទាំងអស់នោះទេប៉ុន្តែខ្ញុំវិភាគទៅតាមក្បួនណាបងប្អូនអញ្ចឹងបងប្អូនមើលវីដេអូនេះហើយក៏ដោយបងប្អូនមិនពេញចិត្តបើជេរខ្ញុំក៏មិនដឹងធ្វើមិនដែរដូចវីដេអូមុនដែលជេរថាសម័យនេះហើយនៅជឿទៅលើហេតុភេទចម្លែកនៅជឿស្អីប៉ុន្តែបើទាញពេលវេលាពីនោះមកដល់ឥឡូវការវិភាគរបស់ខ្ញុំនេះគឺអត់ខុសទេវាធ្ងន់ហួសពីការវិភាគនឹងទៀតបាទប៉ុន្តែគ្រាន់តែថាការចែករំលែកជំរាបជូននឹងខ្ញុំក៏អត់ហ៊ាននិយាយឲ្យវាជ្រៅទេព្រោះដឹងស្រាប់ហើយបងប្អូនណាវាអាចធ្វើឲ្យបងប្អូនខ្លះគាត់អត់យល់ពីអ្វីដែលខ្ញុំនិយាយហើយគាត់ចោទថាយើងនេះជាអ្នកបំផិតបំភ័យអីចឹងទៅបាទប៉ុន្តែទោះយ៉ាងណាក៏ដោយព្រោះខ្ញុំឲ្យតែខ្ញុំចែករំលែកអីមួយទៅទោះជាកែភេទមិនល្អយ៉ាងណាក៏ដោយតែងតែប្រាប់ថាត្រូវធ្វើបែបនេះត្រូវប្រើយ័ន្តនេះត្រូវមានយ័ន្តនេះដាក់តាមខ្លួនអីចឹងទៅណាខ្ញុំក៏តែងតែប្រាប់ទៅតាមនឹងដែរអញ្ចឹងសម្រាប់បងប្អូនដែលមានយ័ន្តផ្កាយ7ដាក់តាមខ្លួនហើយបាទគឺភាគរយដែលយើងតក់ស្លុតភ័យព្រួយនឹងជួបប្រទះហ្នឹងគឺតិចតួចបំផុតនេះបើសិនជាបងប្អូនជឿហើយតាមតម្រាក្បួនគឺអញ្ចឹងណាបងប្អូនណាបាទអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេលើកយកមកជម្រាបជូនបងប្អូនបន្ថែមដោយសារទី1ចង់សុំទោសដល់អ្នកម៉ាក់ហ៊ុនស៊ីម៉ាដែលខ្ញុំត្រូវរួមដំណើរទៅក្នុងថ្ងៃនេះហើយអខានមិនបានទៅដោយសារអារម្មណ៍ខ្ញុំក្តុកក្តួលពេកទៅអត់កើតទេបាទអញ្ចឹងប៉ុន្តែទូយ៉ាងណាក៏ខ្ញុំបានផ្ញើរួមចំណែកថវិកា$1000ទៅដែរបាទអញ្ចឹងទោះជាខ្ញុំអត់បានទៅក៏អត់អីដែរបាទឲ្យវារៀងចាំមើលស្ថានភាពស្រួលបន្តិចខ្ញុំនឹងចុះទៅតាមជាមួយនឹងអ្នកម៉ាក់បាទចែកអំណោយចែកអីហូហែអញ្ចឹងដែរណាបងប្អូនណាបាទអញ្ចឹងបើមានសំណួរឬក៏ចង់សួរនាំពាក់ព័ន្ធជាមួយក្បួនហុងស៊ុយឬក៏ចង់ឲ្យខ្ញុំទូទាយអីបងប្អូនក៏អាចពិភាក្សាតាមឆាតតាម Telegram 016 923 888បាទអរគុណច្រើនបាទ